ទាំងដែលខ្ញុំស្រឡាញ់គេខ្ញុំបានសូមបាយគេទាំងដែលខ្ញុំស្រឡាញ់គេខ្លាំងបំផុតហើយសួរថាបើខ្ញុំស្រឡាញ់គេខ្លាំងហេតុអីបានជាខ្ញុំសូមបាយគេហេតុផលអត់មានអីច្រើនទេដោយសារតែការស្រឡាញ់របស់ខ្ញុំវាឈលការស្រឡាញ់របស់ខ្ញុំវាទៅជាការទៀមទាការស្រឡាញ់របស់ខ្ញុំធ្វើឲ្យគេមានសម្ពាធការស្រឡាញ់របស់ខ្ញុំធ្វើឲ្យរំខានដល់ជីវិតគេធ្វើឲ្យរំខានដល់អារម្មណ៍គេតាមពិតទៅខ្ញុំក៏អត់ចង់ឲ្យវាខ្លាចជាអញ្ចឹងដែរប៉ុន្តែចង់ប្រាប់ថានៅពេលដែលខ្ញុំស្រឡាញ់នរណាគេម្នាក់ខ្ញុំតែងតែស្រឡាញ់គេអស់ពីខ្លួនអស់ពីចិត្តអស់ពីកាយអញ្ចឹងទៅអ្វីដែលខ្ញុំផ្ដល់ឲ្យគេពេលខ្លះវាទៅជាច្រើនពេកវាទៅជាហួសហេតុពេកប៉ុន្តែចង់ប្រាប់ថាគ្រប់យ៉ាងគឺដោយសារតែខ្ញុំស្រឡាញ់អញ្ចឹងហើយមនុស្សដែលខ្ញុំស្រឡាញ់គឺខ្ញុំចង់ឲ្យគាត់ខ្លាយទៅជាមនុស្សម្នាក់ដែលជាកម្មសិទ្ធិរបស់ខ្ញុំជាសង្សារខ្ញុំទាំងអស់ហ្នឹងវាចេញពីបេះដូងរបស់ខ្ញុំប៉ុន្តែធ្វើឲ្យភាគីម្ខាងទៀតគាត់ពិបាកអញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តថាខ្ញុំសូមបាយគាត់ដោយសារតែខ្ញុំស្រឡាញ់គាត់ខ្លាំងសង្ឃឹមថាការចាក់ចែងមួយនេះធ្វើឲ្យគាត់សប្បាយចិត្តជាងមុនធ្វើឲ្យគាត់រីករាយជាងមុនធ្វើឲ្យគាត់លែងមានសម្ពាធក្នុងជីវិតគាត់ធ្វើឲ្យគាត់រស់នៅបានដោយធម្មតាមិនចាំបាច់ធុញមិនចាំបាច់មួម៉ៅច្រើនមិនចាំបាច់ឈឺក្បាលច្រើនដោយសារតែការស្រឡាញ់ខ្លាំងពេករបស់ខ្ញុំអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេជូនពរបងប្អូនទាំងនេះទទួលបានស្នេហា